តាំងពីមានម៉ាស៊ីនកិនសាច់ម៉ាកសូនិចផលិតផលជប៉ុននេះមកងាកកិនសាច់ទុកធ្វើប្រហិតញ៉ាំចាបងប្អូនអញ្ចឹងថ្ងៃនេះខ្ញុំដកសាច់1គីឡូកន្លះដែលបានច្រាំទុកថ្ងៃមុនហ្នឹងយកមកធ្វើប្រហិតជាមួយនឹងម៉ាស៊ីនកិនសាច់ម៉ាកសូនិចម៉ាស៊ីននេះຂະຫນាត3លីត្របើយើងកិនសាច់ច្រាំបាន1គីឡូ7ទៅ1គីឡូ8ខាំហើយខ្ញុំធ្វើប្រហិតនេះ1គីឡូកន្លះម៉ាស៊ីនកិនសាច់ម៉ាកសូនិចនេះគុណភាពល្អខ្លាំងម៉ូទ័រស្ពាន់កម្លាំងខ្លាំងប្រើធន់ហើយកម្លាំងពេញស្តង់ដារទាំងវ៉ាត់ទាំងចំណុះចាហើយជាពិសេសទៀតហ្នឹងមានប្រព័ន្ធការពារមិនឲ្យម៉ាស៊ីនឆេះចាបងប្អូនការប្រើម៉ាស៊ីនកិនសាច់គឺយើងមិនចុចសកត់នៅនឹងយូរទេគឺយើងចុចដកបានន័យថាយើងចុចទៅយើងបលែងទៅយើងចុចទៀតយើងបលែងបងប្អូនអាចមើលខ្ញុំចុចនៅក្នុងវីដេអូនឹងបានណាខ្ញុំចុចដកចុចបលែងចឹងចាឥឡូវប្រហិតយើងរួចរាល់ហើយនេះសាច់ឡើងស្វិតល្អប្រហិតដែលខ្ញុំធ្វើនេះគឺប្រហិតសាច់ទ្រុំមាន់បងប្អូនកន្លងមកយើងចង់ញ៉ាំប្រហិតចង់ធ្វើខ្លួនឯងដើម្បីដូចថាកក់ក្ដៅផ្លូវចិត្តថាយើងធ្វើដោយល្អគុណភាពល្អសុខភាពល្អចឹងណាសុខភាពចង់និយាយថាសុខភាពចឹងឥឡូវនេះមានម៉ាស៊ីនកិនសាច់ម៉ាកសូនិចនេះបងប្អូនអាចធ្វើប្រហិតញ៉ាំខ្លួនឯងបានចាបងប្អូនវីដេអូនេះរៀងវែងបន្តិចហើយបងប្អូនគឺខ្ញុំនៅបងប្រហិតជូនបងប្អូនមើលទៀតចាបងប្អូនហើយខ្ទះឆាគិសនីដែលខ្ញុំដាំទឹកបងប្រហិតនេះក៏កំពុងតែនៅមានប្រូម៉ូសិនបញ្ចុះតម្លៃបងប្អូនចង់បានកម្ដៅខ្លាំងឬខ្សោយអីអាចមួលកង់តាក់បន្ថយនិងតឡើងបានហើយខ្ទះឆាគិសនីនេះគុណភាពល្អខ្លាំងណាស់បងប្អូនហើយការប្រើខ្ទះឆាគិសនីនេះគឺយើងមុននឹងបើកភ្លើងប្រើគឺយើងធ្វើអីយើងឧទាហរណ៍ថាយើងដាំទឹកគឺយើងដាក់ទឹកឲ្យហើយរួចរាល់ហើយចាំយើងបើកភ្លើងហើយមួយវិញទៀតបើយើងឆាយើងដាក់ប្រេងដាក់ខ្លាញ់ឲ្យហើយសិនចាំយើងបើកភ្លើងហើយយើងធ្វើបដ ாய் ព្រោះខ្ទះនេះវាក្តៅលឿនណាបងប្អូនលឿនតន់ចិត្តស៊ីភ្លើងតិចហើយចំណេញពេលវេលាចាមួយទៀតពេលអាហារយើងឆ្អិនគឺយើងបិទភ្លើងសិនដើម្បីឲ្យខ្ទះយើងចុះត្រជាក់បន្តិចសិនចាំយើងដុសម្ហូបអាហ្នឹងសម្រាប់ឆាដែលអត់សូវមានទឹកយើងការពារសុវត្ថិភាពដើម្បីកុំឲ្យខ្លោចខ្ទះការពារផងចំណេញគីឡូភ្លើងយើងផងចាបងប្អូនក្រោយពេលប្រហិតឆ្អិនឥឡូវនេះខ្ញុំដាក់ឆឹងប្រហិតទៀតអញ្ចឹងបងប្អូនអាចមើលបន្តទៀតបានចាហើយត្រូវការទិញអាចទំនាក់ទំនងឆាតមកចង់សួរព័ត៌មានបន្ថែមនេះអាចសួរបន្ថែមទៀតបាន